ដើម្បីជ្រើសរើសព្រះមហេសីដែលព្រះអង្គពេញចិត្តព្រះចៅជីនប៊ូស៊ីបានបង្កើតគំរូនោះធ្វើពីមាស24ការ៉ាត់នៅលើគំរូនេះមានរណបចំនួន180ដែលត្រូវបានដំឡើងបើបេក្ខជនណាដែលឮសំឡេងរណបនឹងត្រូវជាប់ឆ្នោតភ្លាមដើម្បីឆ្លងកាត់វគ្គនេះបេក្ខជន3រូបបានលះបង់អ្វីដែលមិនចាំបាច់ធ្វើឲ្យព្រះអង្គភ្ញាក់ផ្អើលយ៉ាងខ្លាំងបេក្ខជនទាំង3រូបសុទ្ធតែជាតាច័ន្ទល្អឆំល្អហើយអាចឆ្លងកាត់វគ្គនេះដោយងាយប៉ុន្តែការក្លាយជាព្រះមហេសីពិតប្រាកដគឺមិនមែនរឿងងាយទេព្រះអង្គបានបញ្ជាឲ្យនាំមកនៅតុមួយដែលមានពែងទឹកដោះគោចំនួន3អ្នករក្សាព្រះអង្គបានវើស្រាឡាហ្វៃតអាយុ25ឆ្នាំចូលក្នុងពែងទាំង3បេក្ខជនទាំង3មិនត្រូវប៉ះពាល់ដោយផ្ទាល់ឡើយនេះគឺជាអ្វីដែលព្រះអង្គបានប្រាប់ពួកគេក្នុងចំណោមពែងទាំង3នោះមានមួយដែលមានថ្នាំពុលហើយបើប៉ះពាល់នឹងស្លាប់ភ្លាមនៅពេលដែលបេក្ខជនទាំង3កំពុងតស៊ូយ៉ាងខ្លាំងក្លាព្រះអង្គបានបញ្ជាឲ្យនាំមកនូអ្នកទោស3រូបអ្នកទោសទាំង3មិនដឹងអ្វីសោះលទ្ធផលនៅពេលពួកគេស៊ីចូលតែមួយផ្កាប់អ្នកទោសម្នាក់ក៏ដួលរំដោយការឈឺចាប់ព្រះនាងទាំង3រូបភ័យរន្ធត់យ៉ាងខ្លាំងព្រះអង្គបានបញ្ជាឲ្យនាំអ្នកទោសទៅដោះលែងភ្លាមបន្ទាប់មកព្រះអង្គបានបដូរពែងថ្មី3ផ្សេងទៀតដើម្បីធានាភាពយុត្តិធម៌ព្រះអង្គបានបញ្ជាឲ្យអ្នករក្សាព្រះអង្គគ្រប់ភ្នែកព្រះនាងទាំង3ហើយវើស្រាក្រហមចូលក្នុងពែងទាំង3ឡើងវិញនៅពេលដែលលំដាប់ពែងត្រូវបានក្រឡុកច្រឡំអស់អ្នករក្សាព្រះអង្គបានបើកគម្រប់ឲ្យពួកគេធ្វើការជ្រើសរើសអ្នកណាដឹងថាព្រះនាងម្នាក់ក្នុងចំណោមនោះបានក្រោកឈរឡើងភ្លាមព្រះនាងបាននិយាយថាចង់ដកខ្លួនចេញពីការប្រកួតទីបំផុតការរស់រានមានជីវិតគឺសំខាន់ជាងការក្លាយជាព្រះមហេសីព្រះអង្គបានយល់ព្រមជាមួយនឹងសំណើរបស់ព្រះនាងព្រះអង្គក៏បានអនុញ្ញាតឲ្យព្រះនាងពីររូបទៀតដកខ្លួនចេញដែរប៉ុន្តែព្រះនាងទាំងពីរមិនមែនជាមនុស្សល្ងីល្ងើនោះទេព្រោះថាឥឡូវនេះអ្នកណាដែលដកខ្លួនមុនគឺស្មើនឹងចាញ់ការប្រកួតនេះពួកគេបានជ្រើសរើសបន្តការប្រកួតព្រះនាងអេស៊ីបបានលើកពែងឡើងដោយមិនស្ទាក់ស្ទើរហើយផឹកអស់ក្នុងមួយផ្លែតព្រះនាងឃើញថាខ្លួននៅសុវត្ថិភាពចំណែកព្រះនាងកៃរ៉ូវិញមានភាពអន់ចិត្តស្រពេចស្រពើព្រះនាងបានយឺតយ៉ាវក្នុងការជ្រើសរើសពែងពីរដែលនៅសល់បន្ទាប់ពីគិតគូរយ៉ាងយូរព្រះនាងនៅតែយកពែងមួយដាក់នៅមាត់ប៉ុន្តែនៅពេលនឹកឃើញដល់ស្លាប់របស់អ្នកទោសមុនព្រះនាងកៃរ៉ូបានដាក់ពែងចុះវិញដោយភ័យខ្លាចនៅពេលនោះព្រះនាងអេស៊ីបបានលើកពែងមួយទៀតឡើងបន្ទាប់មកព្រះនាងបានផឹកពែងទី2នៅមុខមនុស្សគ្រប់គ្នាពេលដែលគ្រប់គ្នាគិតថាព្រះនាងឈួតព្រះនាងបានផឹកពែងចុងក្រោយដែលនៅសល់ទៀតប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺព្រះនាងអេស៊ីបនៅរស់ដោយសុវត្ថិភាពតាមពិតព្រះអង្គមិនបានដាក់ថ្នាំពុលទៅលើពែងណាមួយឡើយហើយអ្វីទាំងអស់នេះគ្រាន់តែជាការធ្វើតេស្តសម្រាប់ព្រះមហេសីនាពេលអនាគតទីបំផុតព្រះនាងអេស៊ីបបានទទួលជ័យជំនះក្នុង